ជំរាបសួរខ្ញុំក៏និយាយពីសំណាញ់អ្នកនរគ្នាអរប្រគុណព្រះអង្គដែលទ្រង់បានប្រទានពរសម្រាប់យើងនឹងជួបគ្នាជាថ្មីតាមរយៈព្រះបន្ទូលនៅថ្ងៃនេះដែលរកស្រង់ចេញពីសៀវភៅព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលដូច្នេះសូមកូនអ្នកនរគ្នាបានរីករាយស្ដាប់ជាមួយគ្នាថ្ងៃទី83ស្ដេច5អង្គប្រមូលគ្នាមកច្បាំងនឹងពួកគីបៀនព្រះគម្ពីរយូស្វេចំពុក10ខ1ដល់15រីឯអូដូនីសេដឹកជាស្ដេចក្រុងយេរូសាឡឹមការឮថាលោកយូស្វេបានវាយយកក្រុងអៃព្រមទាំងបំផ្លាញអស់រលីងដូចជាបានប្រព្រឹត្តចំពោះក្រុងយេរីកូនោះហើយឥឡូវនេះក៏ឮថាពួកគីបៀនបានចងស្ពានមេត្រីនិងពួកសាសអ៊ីស្រាអែលទៀតនោះគេកើតមានសេចក្តីភ័យខ្លាចជាខ្លាំងត្បិតក្រុងគីបៀននោះជាក្រុងធំដូចជាក្រុងរបស់ស្ដេចណាមួយដែរក៏ធំជាងក្រុងអៃទៅទៀតហើយពួកមនុស្សនៅក្រុងនោះសុទ្ធតែខ្លាំងពូកែផងដូច្នេះអូដូនីសេដឹកជាស្ដេចក្រុងយេរូសាឡឹមក៏ចាត់សារឲ្យទៅឯអូហាំជាស្ដេចនៃក្រុងហេប្រុននិងពីរ៉ាមជាស្ដេចក្រុងយ៉ារ៉ាមុតយ៉ាភាជាស្ដេចក្រុងយ៉ាគីសហើយដេបៀជាស្ដេចក្រុងអេក្លុនថាសូមឡើងមកជួយខ្ញុំផងយើងរាល់គ្នានឹងវាយគេបៀនត្បិតគេបានចងស្ពានមេត្រីនឹងយូស្វេហើយនឹងពួកកូនចៅអ៊ីស្រាអែលហើយដូច្នេះស្ដេចសាសអាម៉ូរីទាំង5អង្គក៏ប្រមូលគ្នានាំទាំងពួកពលទ័ពគេទាំងអស់ឡើងទៅបោះទ័ពច្បាំងនឹងក្រុងគីបៀននោះពួកក្រុងគីបៀនក៏ចាត់គេមកឯយូស្វេនៅទីដំឡើងត្រសារត្រង់គីលកាជំរាបថាសូមកុំបង្អង់ដល់ពួកអ្នកបម្រើរបស់លោកឡើយសូមឡើងមកជាប្រញាប់ដើម្បីនឹងជួយសង្គ្រោះយើងខ្ញុំផងបិទពួកស្ដេចសាសអាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំគេបានប្រមូលគ្នាមកទាស់នឹងយើងខ្ញុំហើយដូច្នេះលោកយូស្វេក៏ចេញពីគីលកាឡើងទៅមានទាំងពួកអ្នកថ្នឹកច្បាំងនិងពួកខ្លាំងពូកែស្ទាត់ជំនាញទៅជាមួយផងនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងលោកយូស្វេថាកុំឲ្យខ្លាចគេឡើយត្បិតអញបានប្រគល់មកក្នុងកណ្ដាប់ដៃឯងហើយគ្មានអ្នកណាមួយក្នុងពួកគេអាចឈរនៅមុខឯងបានឡើយលោកយូស្វេក៏ឡើងពីគីលកាទៅអស់មួយយប់ស្រាប់តែមកដល់ភ្លាមក្នុងពេលដែលគេមិនដឹងខ្លួនព្រះយេហូវ៉ាទ្រង់បំបាក់ទ័ពគេនៅមុខពួកអ៊ីស្រាអែលហើយលោកបានសម្លាប់គេនៅជិតក្រុងគីបៀនដោយការប្រហារជីវិតយ៉ាងសម្បើមកំពុងដែលគេរត់ពីមុខសាសអ៊ីស្រាអែលនៅត្រង់ផ្លូវដែលចុះពីបេតហ៊ូរត់ទៅនោះព្រះយេហូវ៉ាទ្រង់ក៏ទម្លាក់ព្រិលជាដុំយ៉ាងធំធំពីលើមេឃមកលើគេរហូតដល់អាសេកាឲ្យគេត្រូវស្លាប់រីឯនៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានប្រគល់សាសអាម៉ូរីនោះមកក្នុងកណ្ដាប់ដៃនៃពួកអ៊ីស្រាអែលនោះលោកយូស្វេលោកទូលទៅព្រះយេហូវ៉ានៅមុខពួកអ៊ីស្រាអែលថាថ្ងៃអើយចូលឈប់ត្រឹងនៅពីលើក្រុងគីបៀនចុះហើយខែក៏ដូច្នោះដែរចូលត្រឹងនៅត្រង់ច្រកភ្នំអាយ៉ាឡូនចុះនោះថ្ងៃក៏ឈប់ត្រឹងហើយខែក៏នៅទាល់តែពួកគេសងសឹកនឹងពួកខ្មាំងសត្រូវកាលនោះបានកត់ទុកក្នុងសៀវភៅរបស់យ៉ាសាថ្ងៃក៏ឈប់នៅកណ្ដាលមេឃហើយមិនចុះដោយឆាប់រហ័សអស់ពេញមួយថ្ងៃមិនដែលមានថ្ងៃណាដូចថ្ងៃនោះទោះមុខឬក្រោយដែលព្រះយេហូវ៉ាទ្រង់បានស្ដាប់តាមមនុស្សដូច្នេះឡើយត្បិតព្រះយេហូវ៉ាទ្រង់បានច្បាំងជំនួសសាសអ៊ីស្រាអែលរួចលោកយូស្វេនិងពួកអ៊ីស្រាអែលទាំងអស់ក៏ត្រឡប់វិលមកឯទីដំឡើងត្រសារនៅគីលកាវិញតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់មានលក្ខណៈយ៉ាងដូចម្តេចតាមរយៈព្រះបន្ទូលនៅថ្ងៃនេះយើងបានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ដែលសម្ដែងឡើងតាមរយៈមនុស្សព្រះជាម្ចាស់បានប្រទានជ័យជំនះដល់កូនចៅអ៊ីស្រាអែលរួមទាំងអស់អ្នកដែលចុះចូលជាមួយនឹងអ៊ីស្រាអែលដូចជាពួកគីបៀនព្រះអង្គបានប្រទានអំណាចដល់លោកយូស្វេក្នុងការបញ្ជាឲ្យថ្ងៃនិងខែឲ្យនៅឈប់ត្រឹងនៅមួយកន្លែងព្រះជាម្ចាស់នឹងសន្តាប់រាល់ពាក្យទូអង្វរដល់អស់អ្នកដែលកោតខ្លាចដល់ទ្រង់ព្រះជាម្ចាស់ក៏នឹងប្រទានពរដល់កូនប្រសិនបើកូនពិតជាស្ដាប់បង្គាប់ទ្រង់ហើយបើសិនជាកូនពិតជាកោតខ្លាចដល់ទ្រង់នោះទ្រង់នឹងការពារកូនព្រមទាំងក្រុមគ្រួសារកូនជាមិនខានដូច្នេះសូមកូនអ្នកគ្នាបានសំរុំចិត្តហើយបិទភ្នែកអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះវរបិតាដែលគង់នៅស្ថានសួគ៌អើយកូនសូមសរសើរដំកើងដល់ព្រះនាមទ្រង់ជាព្រះនីស៊ីគឺជាព្រះនៃជ័យជំនះកូនដឹងថាគ្មានការអ្វីដែលទ្រង់ធ្វើមិនបានឡើយព្រះនាមទ្រង់គួរឲ្យកូនលើកសរសើរជារៀងរាល់ថ្ងៃ
ព្រះអង្គអើយសូមឲ្យចិត្តកូននៅជាប់ជាមួយទ្រង់ជាដរាបសូមឲ្យព្រះវត្តមានទ្រង់គង់នៅជាមួយកូនគ្រប់ពេលវេលាទោះបើពេលសប្បាយឬពេលលំបាកក៏ដោយកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរព្រះរាជពិចារណាទី1ការស្ដេច5អង្គប្រមូលគ្នាទៅច្បាំងនឹងពួកណាទី2នៅពេលជួបសង្គ្រាមតើពួកគីបៀនរត់រកជំនួយពីពួកប្រទេសណាទី3នៅក្នុងសឹកសង្គ្រាមតើព្រះជាម្ចាស់ធ្វើឲ្យមានការអស្ចារ្យអ្វីកើតឡើងអរគុណព្រះអង្គដែលទ្រង់បានប្រទានពរសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដូច្នេះសូមឲ្យកូនអ្នកគ្នាអនុវត្តតាមរយៈព្រះបន្ទូលនៅថ្ងៃនេះសូមព្រះយេស៊ូវប្រទានពរដល់កូនអ្នកគ្នា